ពីយប់3ថ្ងៃនៅកោះតតឹងខេត្តកោះកុងតែខ្ញុំបានទៅដល់របៀបណាហើយបានធ្វើអ្វីខ្លះអរុនសួស្ដីថ្ងៃថ្មីខែថ្មីគេបានចេញ trip ដើរលេងអីចឹងណា trip ទៅកោះតតឹងលើហ្នឹងគឺខ្ញុំទៅតាមរយៈជើងហោះហើរពីប្រលីងហោះទៅចូលធ្វើទៅកាន់ប្រលីងហោះតារាសាគរខេត្តកោះកុងហើយនេះគឺជាលើកទី1របស់ខ្ញុំដែលហោះហើរទៅកាន់ប្រលីងហោះតារាសាគរហើយក៏លើកទី1ដែរដែលទៅកោះតតឹងហើយ trip លើកនេះមិនមែន solo ទេណាគឺទៅមួយមិត្តភ័ក្តិហ្វីលីពីន Where we going today? Darasakor International Airport ចឹងដំបូងពេលអ្នកទាំងអស់គ្នាមកដល់ពលានអ្នកទាំងអស់គ្នាត្រូវមើល counter អ្នកទាំងអស់គ្នាត្រូវ check in counter ណាចឹងខ្ញុំ fly K6 150 Darasakor Airport ចឹង check in counter A03 A05 Seoul ចឹង counter របស់ខ្ញុំគឺនៅទល់មុខ departure exit 1ចឹងទល់មុខហ្នឹងគឺដល់ counter A ហើយចឹងយើងមកដល់ counter យើងអាច check in បាននេះឥឡូវខ្ញុំបាន check in ហើយខ្ញុំដាក់បលីខ្ញុំ check in បាន23គីឡូអញ្ចឹងបន្ទាប់ពី check in ហើយយើងយក ticket ហ្នឹងទៅដកពន្ធបាន$1មកវិញសម្រាប់ប្រជាជនខ្មែរយើងហើយសម្រាប់ការហោះហើរ domestic ក្នុងស្រុកអ្នកទាំងអស់គ្នាអាចប្រើតាក់ញៀនបានក៏បាន passport ក៏បានអ្នកទាំងអស់គ្នាអាចកាន់ passport ឬក៏តាក់ញៀនបានហើយ ticket អ្នកទាំងអស់គ្នាអាចមកដកតាក់នៅនេះបានសម្រាប់ខ្ញុំមកដល់ gate ហើយឥឡូវគេចាប់ផ្ដើមហៅ boarding ហើយចឹងឥឡូវខ្ញុំបានមកដល់យន្តហោះហើយឃើញថាភ្ញៀវគេច្រើនគ្រាន់បើដែរអ្នកនរគ្នា It's time to board the aircraft Let's go ចឹងឥឡូវពួកខ្ញុំបានមកដល់ហើយគឺយើងមកដល់កន្លែងយកវ៉ាលីបន្ទាប់ពីទៅដល់អ្នកទាំងអស់គ្នានឹងឃើញ settle bus គេ stand by ចាំយកភ្ញៀវនៅនឹងមកអ្នកទាំងអស់គ្នាអាចឡើងជិះបានដោយមិនបាច់កក់មុនទេហើយតម្លៃគឺធូរថ្លៃមែនតើបន្ទាប់មកខ្ញុំឡើងឡានហើយខ្ញុំបន្តដំណើរទៅកាន់កន្លែងឡើងទូកដើម្បីតដំណើរទៅកោះតតឹងថ្ងៃខ្ញុំទៅហ្នឹងមេឃត្រជាក់ល្មមស្រួលដើរលេងមែនតើអ្នកទាំងអស់គ្នាឥឡូវមកដល់កន្លែងឡើងទូកឯងទូក resort ចាំយកមក Yes really So a lot of Cambodians actually come here every weekend. Yeah They only know Kosdar. Yeah They do not know about the Darasakor project. ក៏បាននិយាយថាទាំងខ្មែរទាំងបរទេសភាគច្រើនគឺគេស្គាល់តែកោះស្ដាច់ទេហើយមនុស្សភាគច្រើនក៏អត់ដឹងដែរថាខេត្តកោះកុងគឺមានប្រលានយន្តហោះតារាសាគរអញ្ចឹងគាត់សំណូមពរឲ្យយើងទាំងអស់គ្នាព្យាយាមជួយផ្សព្វផ្សាយពីតារាសាគរក៏ដូចជារមណទេសចរនៅខេត្តកោះកុងទាំងអស់គ្នាអញ្ចឹងឥឡូវនេះយើងឡើងទូកឆ្ពោះទៅកាន់កោះតតឹងចាឥឡូវខ្ញុំមក review ទូកឲ្យមើលទូកគេនេះកន្លែងអ្នកបើកអូនេះ WC អូWC នេះស្តាបានពួកខ្ញុំវលីពួកខ្ញុំឥឡូវនោះពួកខ្ញុំពងចាំភ្ញៀវផ្សេងទៀតហើយទៅមាត់ភ័ក្រខ្ញុំហ្នឹងគាត់ឃ្លានអញ្ចឹងគាត់ទៅទិញការ៉េមមកខ្ជូតគេហើយពួកគាត់សិតទៅហ្វីលីពីនណាមិនមែនខ្មែរណាហើយនៅខាងក្រោយទូកគេមានកន្លែងលាងដៃឲ្យយើងស្អាតខ្លាំងណាស់អ្នកនរគ្នាមើលហើយអង្គុយលេងមួយផ្លែប្រហែលជា10នាទីទៅ5 នាទីមកដល់កោះតតឹងហើយស្អាតខ្លាំងអ្នកទាំងអស់គ្នាអញ្ចឹងប្លុកភាគមួយឲ្យមើលប៉ុណ្ណឹងសិនរងចាំមើលនៅភាគបន្តទៀតថាខ្ញុំបានធ្វើ activity អីខ្លះនៅលើកោះហ្នឹងរយៈពេល2យប់3ថ្ងៃ